សូមអនុមោទនាពិធីបុណ្យកឋិនទានកឋិនទានគឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដែលមានសម្ដែងទុកក្នុងគម្ពីរព្រះវិន័យបៃដកមហាវគ្គតតិយភាកឋិនខន្តកៈជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ5យ៉ាងទី1ប្លែកដោយកាលគឺជាការលទានក្នុងមួយឆ្នាំធ្វើបានតែមួយដងមានរយៈពេលកំណត់ត្រឹមតែ29ថ្ងៃហើយវត្តមួយទទួលបានកឋិនតែមួយដងប៉ុណ្ណោះទី2ប្លែកដោយវត្ថុគឺសម្ពុតដែលជាវត្ថុកឋិននោះមានតែស្បង់ចីវរនិងសង្ឃេតីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិទី3ប្លែកដោយអំពើគឺបុគ្គលអ្នកធ្វើក៏បីធ្វើឲ្យត្រូវតាមវិន័យបញ្ញត្តិហើយសង្ឃត្រូវក្រៅក្រងឲ្យត្រូវតាមវិន័យបញ្ញត្តិទី4ប្លែកដោយបដិគិហកៈគឺអ្នកទទួលសម្ពុតកឋិនបានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់3ខែដោយមិនដាច់វស្សាទើបទទួលក្រៅក្រងបានទី5ប្លែកដោយអានិសង្ឃជាបុណ្យមានផលានិសង្ឃច្រើនអ្នកធ្វើទទួលបានអានិសង្ឃ5យ៉ាងគឺ 1. សុវណ្ណតាមានពណ៌សម្បុរល្អ 2. សុរូបតាមានរូបល្អ 3. សុសន្តានាមានទ្រង់ទ្រាយល្អ 4. ចក្រវត្តរាជាហោន្តិនឹងបានទៅជាស្ដេចចក្រក្នុងជាតិណាមួយពុំខានឡើយ 5. ភក្ខបញ្ញាវិសារតោមានប្រាជ្ញាឃ្លាវខ្លាមុះមុតនឹងបានបួសជាអហិភិក្ខុចំណែកបដិគិហកៈអ្នកទទួលក៏បានអានិសង្ឃ5ដូចគ្នាគឺ 1. គឺនិមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា 2. និមន្តណាមិនបាច់យកត្រៃចីវរក្រុម 3. ឆាន់គណៈភោជនបាន 4. ទុកដាក់អតិរេកចីវរបានតាមត្រូវការ 5. ចីវរណាដែលកើតឡើងក្នុងអាវាសនោះចីវរនោះនឹងមានដល់ភិក្ខុទាំងនោះក្រៅពីនេះតាមរយៈកឋិនទានវត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាននៅបរិវារកឋិនរួមមានសម្ភារៈថវិកាសម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗមានដូចជាព្រះវិហារកុដិឧបដ្ឋានសាលាការទំនុកបម្រុងវិស័យពុទ្ធិកសិក្សាជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គមនិងវិស័យសង្គមកិច្ចជាដើមបុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោមដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គលគ្រួសារ